My Today Story កំរងអនុស្សាវរីយ៍រស់នៅក្នុងប្រទេសឡាវជីវិតរស់នៅក្នុងប្រទេសឡាវគឺមិនសូវបានដើរលេងដូចគេទេទៅតែសារមកផ្ទះវិញហើយជូនកូនទៅសាលារៀននិងទៅយកកូនចេញពីសាលារៀនមកផ្ទះហើយសម្រាប់ថ្ងៃសិលកូននាំកូនទៅវត្តនៅក្នុងប្រទេសឡាវដោយសារតែឡាវហ្នឹងហើយនឹងខ្មែរហ្នឹងគឺកាន់ពុទ្ធសាសនាដូចគ្នាអញ្ចឹងទៅក៏យកកូនទៅវត្តធ្វើបុណ្យទានឲ្យស្គាល់នឹងគេដែរสังฆทานทั้งหลายเหล่านี้ถวายให้แก่พระภิกษุสงฆ์ภิกษุสงฆ์จงหาเพื่อประโยชน์และความสุขแก่พวกน้อยនៅប្រទេសឡាវហ្នឹងតាមវត្តអារាមគឺគេមានស្គរឲ្យគូបួងសួងចឹងទៅហើយខ្ញុំចូលស្ទឹងតាមបត់មិនដឹងធ្វើម៉េចមានតែបួងសួងគូគេដែរទៅ សូមអរគុណដល់បងអូនដែលនឹករស់នៅក្នុងប្រទេសឡាវបានណែនាំហើយនឹងបានជូនទៅវត្តនៅក្នុងប្រទេសឡាវឲ្យបានស្គាល់គេខំអីនៅតែប្រទេសទេខ្ញុំ ដាក់ហ្នឹងហើយតែអញ្ចឹងធ្វើដូចយើងពងបាយបាយ1 2បាយ ធ្វើអីធ្វើទៅតែចិត្ត ដាក់ហ្នឹងហើយតែអញ្ចឹងធ្វើដូចយើងពងបាយ
พุทธบูชาเรียกเรียกตามพุทธบูชามหาเทศวันโต เทศวันโต ธรรมบูชา